ទូតអូស្ត្រាលីមកសិក្សាស្វែងយល់ពីសមិទ្ធផលនិងវឌ្ឍនភាពនៃការអភិវឌ្ឍនៅខេត្តប៉ៃលិននៅព្រឹកថ្ងៃច័ន្ទទី11ខែកក្កដាឆ្នាំ2022លោកកូស៊ុំប៊ុនសឿនអភិបាលរងខេត្តប៉ៃលិនតំណាងដល់ខ្ពង់ខ្ពស់លោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអនុញ្ញាតឲ្យលោក Tim Patterson លេខាទី1អគ្គរដ្ឋទូតស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដើម្បីជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផលនិងវឌ្ឍនភាពនៃការអភិវឌ្ឍដែលរដ្ឋបាលខេត្តប៉ៃលិនសម្រេចបានលោកកូស៊ុំប៊ុនសឿនអភិបាលរងខេត្តប៉ៃលិនបានសម្ដែងនៅមតិស្វាគមន៍ចំពោះប្រតិភូនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាដែលបានបំពេញទស្សនកិច្ចនៅក្នុងទឹកដីនៃខេត្តប៉ៃលិនដែលជាទឹកដីត្បូងពេជ្រនិងបានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រប្រជាសាស្ត្រទំនៀមទម្លាប់និងមុខរបរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងបានលើកឡើងពីសក្តានុពលសំខាន់ៗរបស់ខេត្តប៉ៃលិនរួមមានវិស័យកសិកម្មវិស័យទេសចរណ៍កសិផលនិងទំនាក់ទំនងសេដ្ឋកិច្ចនិងព្រំដែនខ្មែរថៃផងដែរឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងខេត្តបានស្នើសុំទូតអូស្ត្រាលីមេត្តាជួយសម្របសម្រួលស្វែងរកទីផ្សារសម្រាប់នាំចេញកសិផលដំណាំកសិឧស្សាហកម្មមួយចំនួនទៅកាន់ប្រទេសអូស្ត្រាលីនិងបណ្ដាប្រទេសផ្សេងៗដើម្បីលើកកម្ពស់ទីផ្សារនិងជីវភាពប្រជាពលរដ្ឋខេត្តប៉ៃលិនជាមួយគ្នានោះក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីលោកជំទាវបានស្រីមុំអភិបាលខេត្តបច្ចុប្បន្នខេត្តប៉ៃលិនកំពុងអភិវឌ្ឍវិស័យទេសចរណ៍ឲ្យកាន់តែមានភាពទាក់ទាញជាងមុនដូចនេះទាមទារដៃគូអភិវឌ្ឍនិងសហការឲ្យស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុនតូចធំជាពិសេសវិនិយោគិនអូស្ត្រាលីលើការអភិវឌ្ឍខេត្តប៉ៃលិនឲ្យក្លាយជាតំបន់សម្បូរបែបទាក់ទាញជាងគេលើវិស័យទេសចរណ៍និងកសិកម្មផងដែរលោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលតែងតែផ្ដល់ជំនួយតាមរយៈគម្រោងនានានិងការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាពិសេសជំនួយវ៉ាក់សាំងដល់កម្ពុជាលុបបំបាត់ជំងឺ COVID-19 ហើយគម្រោងបោសសម្អាតមីននៅកម្ពុជាជាពិសេសខេត្តប៉ៃលិនផងដែរជាការឆ្លើយតបលោក Tim Patterson លេខាទី1អគ្គរដ្ឋទូតស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអភិបាលខេត្តប៉ៃលិននិងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់អភិវឌ្ឍខេត្តប៉ៃលិនឲ្យមានការរីកចម្រើននៅគ្រប់វិស័យពីតំបន់ពោពេញដោយសង្គ្រាមរ៉ាំរ៉ៃគ្រាប់មីនមិនទាន់ផ្ទុះរាប់មិនអស់ប្រែក្លាយជាតំបន់តាក់ទាញនិងពោពេញដោយការអភិវឌ្ឍប៉ុន្មានឆ្នាំចុងក្រោយនេះលោក Tim Patterson បានគូបញ្ជាក់ដែរថាសម្រាប់ចំណងមិត្តភាពអូស្ត្រាលីនិងកម្ពុជាមានរយៈពេល70ឆ្នាំមកហើយជាមួយគ្នានោះប្រទេសអូស្ត្រាលីបានជួយមកលើកម្ពុជារាប់មិនអស់ហើយការទស្សនកិច្ចសិក្សាស្វែងយល់នៅខេត្តប៉ៃលិននៅពេលនេះក៏ជាឱកាសឲ្យប្រទេសអូស្ត្រាលីសិក្សាស្វែងយល់ពីផលលំបាករបស់ខេត្តប៉ៃលិនហើយបំពេញបន្ថែមឲ្យមានភាពសមស្របនិងច្បាស់លាស់ទៀតផងលោកក៏បានបញ្ជាក់បន្ថែមថាអូស្ត្រាលីក៏មានគម្រោងជួយទៅលើការបោសសម្អាតមីននៅខេត្តប៉ៃលិនបន្ថែមទៀតព្រមទាំងបន្តកិច្ចសហការនិងផ្តល់ជំនួយតាមរយៈគម្រោងនានាដល់ខេត្តប៉ៃលិនផងដែរ